ហើយនេះស្លាប់មាន់បំពងឆាជូរអែមមកសាញ៉ាំរបស់គ្នាជាមួយនាងខ្ញុំចាឥឡូវនេះស្លាប់មាន់របស់យើងបានឆ្អិនល្អហើយយើងអាចស្រង់ឡើងបានហើយទុកមួយកន្លែងដើម្បីយើងទៅធ្វើទឹកសដើម្បីឆាជាបន្តទៀតសួស្តីបងប្អូនថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមាន់បំពងឆាជូរអែមមានបន្លែគ្រប់មុខហើយនឹងស្លាប់មាន់បំពងយកមកឆាជូរតោះយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនមានស្លាប់មាន់មានបន្លែឥឡូវស្លាប់មាន់យើងបានកាប់រួចរាល់ហើយខ្ញុំបានដាក់ម្រេចបន្តិចហើយនឹងប្រេងខ្យងបន្តិចហើយយើងយកមាន់យកផ្នែកក្រហមទេចូលគ្នាឲ្យសព្វអញ្ចឹងហើយយើងដាក់ម្សៅបំពងចូលហើយយើងបាច់ឲ្យសព្វទៅយើងយកទៅបំពងនៅក្នុងផ្ទះខ្លាញ់យើងច្របល់ចូលគ្នាសព្វអញ្ចឹងហើយយើងទុកមួយកន្លែងសិនយើងនឹងទៅហាន់បន្លែរបស់យើងហាន់តូចៗចឹងណាកាត់ចឹងណាតែក្លោងហាន់អញ្ចឹងចំណុចទូចបន្លែរបស់យើងបានហាន់ហើយយើងនឹងទៅបំពងស្លាប់មាន់ទាំងអស់គ្នាពេលនេះខ្លាញ់របស់យើងបានក្តៅហើយយើងអាចដាក់ស្លាប់មាន់យើងចូលបានហើយចាបងប្អូនស្លាប់មាន់របស់យើងមានចំនួន500ក្រាមបន្លែរបស់យើងហាន់ហើយនោះក៏មានចំនួន500ក្រាមដូចគ្នាយើងដាក់បំពងអញ្ចឹងលុះត្រាតែក្រហមចាំយើងអាចប្រេបានណាក្រហមវាអត់វាមិនជាប់ផ្ទះបងប្អូនប្រេវាដើម្បីកុំឲ្យវាខ្លោចទៅហៀងណាឲ្យក្រហមអញ្ចឹងណាឥឡូវនេះស្លាប់មាន់របស់យើងបានឆ្អិនល្អហើយយើងអាចស្រង់ឡើងបានហើយទុកមួយកន្លែងដើម្បីយើងទៅធ្វើទឹកសដើម្បីឆាជាបន្តទៀតយើងលាយទឹកសទាំងអស់គ្នានេះទឹកប៉េងប៉ោះ1ស្លាបព្រាហើយយើងដាក់ទឹកម្ទេសម៉ត់ហ្នឹង2ស្លាបព្រាបាយទឹកប្រេងអែមទៅកាកុង1ស្លាបព្រាបាយទឹកប្រេងខ្យងកន្លះស្លាបព្រាបាយយើងដាក់ប៊ីចេងកន្លះស្លាបព្រាកាហ្វេអំបិលកន្លះស្លាបព្រាកូនកាហ្វេស្ករស1ស្លាបព្រាកាហ្វេហើយនឹងទឹក2ស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វមកចាប់ដើមឆារបស់គ្នាយើងពងខ្ទឹមនោះឲ្យក្រហមបន្តិចទៅចាំយើងចាក់បន្លែចូលតាមក្រោយចាប់ដើមចាក់បន្លែចូលទៅឲ្យវាស្ទាត់ប្រហែលហ្នឹងហើយបានយើងចាក់សាច់តែយើងចូលនេះចូលតាមក្រៅបងប្អូនបន្លែនេះយើងអាចយកទៅស្រស់មុននឹងឆាក៏បានដែរបងប្អូនតែដោយសារខ្ញុំចូលចិត្តបន្លែរៀងច្រប់ដូច្នេះហើយខ្ញុំមិនបានយកទៅស្រស់ទេខ្ញុំឆាយកតែម្ដងហើយដាក់ម្សៅទឹកខ្មុំបន្តិចមកចង់ទឹកព្រាទៅហើយយើងមានក្លិនឈ្ងុយ អ
យើងឆារំលឹកឆាបន្លែតែប៉ុណ្ណឹងបានហើយកុំឲ្យឆ្អិនពេកដើម្បីឲ្យបន្លែរបស់យើងហ្នឹងស្រួយឆ្ងាញ់ហើយយើងចាក់សាច់បង្កងចូលទៅហើយដាក់ទឹកដែលយើងទឹកកង់ដែលយើងធ្វើហើយស្រេចហ្នឹងចាក់ចូលទៅចូលទាំងអស់បងប្អូនមិនខ្ញីយើងបានហើយនេះស្លាប់មាន់បំពងឆាជូរអែមមកសាកញ៉ាំទាំងអស់គ្នាជាមួយនាងខ្ញុំចា